ជំរាបសួរអ្នកទាំងអស់គ្នាលោកអ្នកដឹងអត់នៅប្រទេសកម្ពុជាយើងមានវិឡាមួយដើនមែនតែនដែលលោកអ្នកធ្លាប់ឃើញនៅក្នុងអគារធំធំក៏ដូចជាអគារផ្កាយ5អីហ្នឹងឥឡូវនេះចូលមកដល់វិឡាយើងគឺមានដូចគ្នាអញ្ចឹងចង់ដឹងថាមានគេខ្លះអត់តោះចូលមកខាងក្នុងទាំងអស់គ្នាចូលមកដល់ជាន់ដំបូងនេះគឺជាជាន់តដីដែលជាជាន់ចំណតឡានហើយអីដែលពិសេសហ្នឹងគឺអាចចតឡានបានច្រើនមែនតើហើយការពារឡានរបស់លោកអ្នកពីកម្ដៅថ្ងៃក៏ដូចជាភ្លៀងបានផងដែរចូលមកដល់ខាងក្នុងនេះគឺជាទីតាំងមួយដែលយើងហៅថា multi function space ឬក៏ own customize ដែលលោកអ្នកអាចកែច្នៃតាមតម្រូវការតាមការចូលចិត្តដូចជាឆ្នៃធ្វើជាបន្ទប់ទទួលភ្ញៀវកន្លែងជួបជុំឯកជនបន្ទប់ឡើយបន្ទប់វីកុនហ្គោឬក៏បន្ទប់ខារ៉ាអូខេបន្ទប់មើលកុនឬក៏មួយទៀតលោកអ្នកអាចឆ្នៃធ្វើជាបន្ទប់លេងរបស់កូនក៏បានដែរហើយកាន់តែប្លែកទៀតគឺយើងមានសួនលំហចំហៀងផ្ទះដែលពិតជាល្អមែនតែនក្នុងការនាំយកពន្លឺនិងខ្យល់ចូលមកពេញជាន់នេះតែម្ដងតោះឡើងចដាយន្តទៅមើលជាន់ទី1ម្ដងវាសួរអ្នកទាំងអស់គ្នាឡើងមកដល់ជាន់ទី1នេះអ្នកទាំងអស់គ្នាមានឃើញអីប្លែកអត់ជាទូទៅវិឡាមុននៅជាន់នេះគឺមានជាបន្ទប់មេគ្រួសារនិងបន្ទប់សមាជិកគ្រួសារប៉ុន្តែសម្រាប់នៅវិឡាទំនើបមួយនេះវិញលោកអ្នកនឹងទទួលបានអារម្មណ៍ថ្មីប្លែកម្យ៉ាងទៀតដោយជាន់នេះយើងបានរៀបចំជាមួយនឹងផ្ទះបាយបែប open full set kitchen និងតុអាហារដ៏ធំមួយហើយយើងធានាបាន 100% ថានឹងមិនមានក្លិនអាក្រក់ចេះចូលមកក្នុងផ្ទះហេដោយសារយើងធ្វើបែប open space ហើយយើងក៏មានជាបន្ទប់កេងមួយនិងបន្ទប់ទឹកនៅចំហៀងផងដែរចំណុចដែលកាន់តែពិសេសនៅជាន់ទី1នេះគឺកន្លែងទទួលភ្ញៀវខ្នាតធំបែប high ceiling ដែលមានកម្ពស់ដល់ទៅ7ម៉ែត្រហើយមើលទៅ elegant មែនតើពិសេសគឺ design បែបជញ្ជាំងកញ្ចក់និងទ្វារកញ្ចក់ធំៗដែលអាចមើលឃើញទៅអាងហែលទឹកក៏ដូចជាសួនច្បារធម្មជាតិនៅខាងក្រៅផងដែរចំណែកនៅខាងក្រៅនេះគឺជាអាងហែលទឹកហើយនៅខាងក្រោមអាងហែលទឹកនេះគឺជាចំណតឡាននៅជាន់ផ្ទាល់ដីដែលនៅខាងលើជាន់ទី1នេះគឺយើងធ្វើជាអាងហែលទឹកមើលទៅវិឡាទំនើបមួយនេះពិតជាគួរឲ្យចង់រស់នៅមែនតើហើយកន្លែងអង្គុយលេងក៏កាន់តែធំទូលាយទៀតវាសួរអ្នកទាំងអស់គ្នាជួបគ្នាជាមួយនឹងនាងខ្ញុំសាជាថ្មីម្ដងទៀតដែលនឹង review នៅជាន់ទី2ជាន់ទី3និងជាន់ Sky Bar សម្រាប់ជាន់ទី2នេះដែរគឺជាជាន់សម្រាប់មេគ្រួសារដែលមានលក្ខណៈពិសេសជាច្រើនដូចជាបន្ទប់មេគ្រួសារគឺយើងបាន design បែប connecting room មាន private balcony ដ៏ធំមួយដែលរៀបចំជាពិសេសសម្រាប់មេគ្រួសារបំពាក់ជាមួយនឹង walk-in closet ខ្នាតធំមានបន្ទប់សម្រាប់ធ្វើការឬរៀនសូត្ររួចជាស្រេចហើយនៅចំហៀងក៏មាននៅបន្ទប់សម្រាប់កូននិងកុមារតូចៗផងដែរដែលលោកអ្នកអាចងាយស្រួលនៅក្នុងការមើលថែពួកគេនិងមួយទៀតកាន់តែពិសេសនោះគឺការប្រើប្រាស់នៅបច្ចេកវិទ្យា Smart Door សម្រាប់ជាន់ទី3នេះគឺមាន3បន្ទប់គេងជាប្រភេទ Full Access Bedroom ហើយបន្ទប់នីមួយៗត្រូវបាន design ឲ្យមានខ្យល់និងពន្លឺចេញចូលគ្រប់គ្រាន់ហើយអីដែលកាន់តែពិសេសនោះគឺអាចប្រើប្រាស់បាននៅ balcony room ដ៏ធំមួយនេះផងដែរហើយប្រកាសណាស់ថាមិនប៉ះពាល់ដល់ឯកជនភាពរបស់សមាជិកគ្រួសារណាមួយឡើយជាទូទៅវិឡាមុនគឺបានធ្វើបិទចិត្តនៅជាន់ដំបូលខុសប្លែកពីវិឡាដ៏ទំនើបមួយនេះគឺបានរចនានិងកែច្នៃជាន់ដំបូលនេះឲ្យទៅជា Sky Bar ឬ Sky Garden ដែលអនុញ្ញាតឲ្យម្ចាស់គេហដ្ឋានរៀបចំនៅកម្មវិធីឬការជួបជុំណាមួយបានយ៉ាងងាយស្រួលដូច្នេះប្រសិនបើលោកអ្នកកំពុងស្វែងរកគេហដ្ឋានវិឡាប្រណិតដ៏ទំនើបកុំភ្លេចអញ្ជើញមកបូរី Dragonland 598ព្រោះថាវិឡាទំនើបបែបនេះគឺមានតែមួយគត់គឺនៅបូរី Dragonland 598